គុំមកកាន់ Channel បង្រៀនភាសា Java ជាភាសាខ្មែរដែលមានខ្ញុំបាទវរៈនៅក្នុងវីដេអូនេះខ្ញុំនឹងបង្ហាញអំពី Introduction to Java ដែលយើងនឹងនិយាយអំពីប្រវត្តិនៃភាសា Java តែម្ដងដែលភាសា Java វាគឺជាភាសាមួយដែលបង្កើតដោយលោក James Gosling គាត់គឺជាបុគ្គលិកមួយនៅក្នុងក្រុមហ៊ុន Microsystem Sun Microsystem ហ្នឹងដែលគម្រោងបច្ចេករបស់គាត់ដំបូងគាត់ឈ្មោះថា Green Project ដែលគាត់គម្រោងនៅឆ្នាំ1991ហើយភាសាហ្នឹងគឺគាត់ឈរលើភាសា C និង C++ ដែលដំបូងឡើយគឺវាមានឈ្មោះថា Awk ទេដោយសារតែគាត់បានឃើញនៅដើមអកក្បែរនៅបង្អួចការិយាល័យរបស់គាត់ហ្នឹងគាត់ក៏បានសម្រេចចិត្តដាក់ឈ្មោះភាសាហ្នឹងថាឈ្មោះអកទៅតែបន្ទាប់ពីមានការស្នើសុំពីបុគ្គលិកអញ្ចឹងគាត់បន្ទាប់ពីចេញពីហាងកាហ្វេក្បែរការិយាល័យរបស់គាត់ហ្នឹងគាត់ក៏បានដូរភាសាអកហ្នឹងទៅជាភាសា Java វិញរហូតដល់សព្វថ្ងៃហ្នឹងហើយនេះលោក James Gosling គាត់ជាអ្នកបង្កើតភាសា Java នេះដែលនេះគឺជា version របស់ Java នៅក្នុងឆ្នាំ1995ហ្នឹងគឺវាបានចេញនៅ version 1ដែលផ្ដោតទៅលើ World Wide Web នេះគឺវាមាន8 package និង212ខ្លះហើយនៅក្នុង1997 version 1មានដល់28ឬក៏ដល់504ខ្លះអញ្ចឹងបន្តមកទៀតគឺរហូតដល់បច្ចុប្បន្ននេះវាចេញដល់ version 8គឺ Java 8ហ្នឹងគឺវាមានដល់ទៅ4240ខ្លះនោះច្រើនមែនតើដែលយើងមិនអាចប្រើមិនអស់ទេហើយលក្ខណៈរបស់ Java នៅក្នុងវីដេអូនេះខ្ញុំនឹងបង្ហាញដែរពីលក្ខណៈរបស់ Java គឺភាសា Java គឺវាមានលក្ខណៈទី1គឺ simple ហើយ object oriented statically type នេះហើយ compile and interpreted នេះហើយ architecture and portable multi-thread and garbage collector robust secure built-in network and extensible simple ភាសា Java គឺវាមានលក្ខណៈ simple ត្រង់ថាវាមិនដូចភាសា C C++ ដែលវាប្រើប្រាស់នៅ pointer ដូចជា structure union template ឬ header file អីឬក៏ multi inheritance ដូចភាសា C C++ ទេអញ្ចឹងយើងអត់មាន pointer អត់មានអីពិបាកញ៉ៃនោះទេហើយទី2នោះគឺ object oriented គឺភាសា Java គឺវាប្រើប្រាស់នៅ class ដើម្បីវេចខ្ចប់នៃកូដរបស់វាអញ្ចឹងដើម្បីប្រើប្រាស់នៅកូដទាំងនោះឬក៏សមាសធាតុនៅក្នុងកូដនោះយើងប្រើប្រាស់នៅ object ដែលកើតចេញពី class ណាមួយដែលយើងបង្កើតហ្នឹងដើម្បី access ទៅលើ member ក៏ដូចជា data នៅក្នុង class របស់វានោះតែម្ដងហើយចំណុចមួយទៀតនោះគឺ compile and interpret គឺភាសា Java គឺវា compile កូដរបស់យើងទៅជា byte code ដោយមានលក្ខណៈ byte code គឺសាមញ្ញមែនទែនហើយ interpreter ហ្នឹងគឺវាធ្វើការនៅលើ Java គឺវាសម្រាប់បកប្រែអា byte code ហ្នឹងទៅជា machine code វិញគឺវាស្ថិតនៅលើ JVM ហ្នឹងដែលវាអាចបកប្រែនៅ byte code ហ្នឹងហើយវាបញ្ជូនទៅឲ្យ native ទៅកាន់ OS របស់ machine របស់យើងអញ្ចឹងវាអាចស្វែងយល់បានថាតើ program របស់យើងធ្វើអ្វីមួយហើយមួយទៀតនោះគឺ architecture natural and portable ហ្នឹងគឺដោយសារតែវា compile ទៅជា byte code អញ្ចឹងហើយវាមាន interpreter វាអញ្ចឹងវាអាចដល់ថាវា run គ្រប់ platform ហ្មងដូចជា OS យ៉ាង OS របស់ Windows អញ្ចឹងនៅពេលដែលយើង run គឺវាសម្របខ្លួនទៅតាម OS របស់ Windows ទៅពេលយើងប្រើ Mac វានឹងសម្របទៅតាម Mac អញ្ចឹងទៅអា JVM ហ្នឹងវានឹងធ្វើការជាមួយនឹង Mac kernel របស់ Mac ថាម៉េចអញ្ចឹងទៅឬក៏ Linux វានឹងធ្វើការជាមួយនឹង kernel Linux យ៉ាងម៉េចអ
ហ្នឹងឯង JVM ជាអ្នកសម្របសម្រួលវាគឺវាអាចដំណើរបានកម្មវិធីមួយ write one run anywhere លក្ខណៈរបស់ Java គឺ write one run anywhere អញ្ចឹងវាអាចទៅសេម្ដងអញ្ចឹងយើងអាច run គ្រប់ platform បាន Windows វាមិនប្រកាន់ Linux ក៏វាមិនប្រកាន់ Mac ក៏វាមិនប្រកាន់ដែរហើយ multi-thread នៅក្នុង Java គឺវាប្រើប្រាស់នៅ multi-thread ដើម្បីអនុវត្តនៅការងារច្រើនក្នុងពេលតែមួយឃើញ multitasking ហ្នឹងដូចយើងបើកនៅក្នុង Windows អញ្ចឹងយើងឃើញ Task Manager អញ្ចឹងឃើញ multitasking របស់វាដូចគ្នាដែរក្នុងភាសា Java វាមកប្រើនៅ multi-thread ដូចគ្នាហើយមួយទៀតនេះគឺ garbage collected នៅក្នុងភាសា Java គឺវាលយត្រង់ថាវានឹងប្រមូល object ដែលយើងអត់ប្រើប្រាស់នៅលើ memory ហ្នឹងវានឹងលុបចោលអូតូតែម្ដងនៅពេលដែលมันមានការ access ណាមួយទៅលើ object ហ្នឹងឬក៏มันមានការ point ទៅកាន់ object ហ្នឹងក្នុងរយៈពេលកំណត់ណាមួយដែល JVM នេះកំណត់ហ្នឹងgarbage collector ហ្នឹងគឺវានឹងលុបចេញ object ហ្នឹងចេញពី memory ដោយស្វ័យប្រវត្តិហ្មងអញ្ចឹងវាអត់មាន stash ទេ stash memory ហ្នឹងអត់មាន stash memory ហ្នឹងវាអត់គេថាវាភាពកកកុញនៃ object នៅក្នុង memory ហ្នឹងវាអត់មានទេអញ្ចឹងវាលុបចោលតែម្ដងរបស់ដែលគេមិនប្រើគឺវាលុបចោលអញ្ចឹងវាធ្វើឲ្យ memory វា free ច្រើនអញ្ចឹងងាយស្រួលក្នុងការដំណើរការកម្មវិធីមួយឬលឿនតែម្ដងហើយមិនចាំបាច់សរសេរកូដលុបញ៉ៃអីទេវាគឺវាកំណត់អញ្ចឹងដោយខ្លួនឯងតែម្ដងហើយ robot នេះគឺវាដោយសារតែវា enterprise អញ្ចឹងវាធ្វើការកំណត់ហើយនឹងពិនិត្យគ្រប់ដំណើរការចូលទៅក្នុងកម្មវិធីរបស់យើងដោយ user ធ្វើថាយើងបានបញ្ចូលអ្វីមួយដែលមិនត្រឹមត្រូវអញ្ចឹងនោះវានឹងបង្កើននៅ error កើតឡើងគឺ exception ហ្នឹងគឺវាមិនឲ្យប៉ះពាល់ដល់ kernel ឬក៏ OS របស់ machine យើងទេវាគ្រាន់តែ error ទៅលើ application របស់យើងវាអត់ error ដល់ OS ណាមួយ machine យើងទៅជាលុតទៅជាអីយ៉ាងបានទេគឺវា low យ៉ាងហើយចំណុចមួយទៀតនេះគឺ secure មិនឆ្លង virus តែម្ដងគឺវាមិនប្រើប្រាស់ pointer អីដូចភាសា C ទេអញ្ចឹង hacker គាត់ពិបាកក្នុងការ point ទៅកាន់ object ណាមួយនៅក្នុង memory របស់យើងឯងដើម្បី hack ចូលទៅក្នុង application របស់យើងអញ្ចឹងវាមាន security អញ្ចឹងហើយ built-in networking នេះគឺសំដៅទៅលើ Java networking ដែល Java networking គឺ advanced ឯណោះតែយើងកុំអាចយល់ច្រើនពេកគ្រាន់តែយើងយល់ពីលក្ខណៈរបស់ Java សិនទៅហើយ extensible នេះគឺ Java គឺវាអនុញ្ញាតឲ្យយើងប្រើប្រាស់នៅ native method ដែលយើងធ្វើការ import ពីភាសាផ្សេងទៀតដូចជា C C++ ឬក៏ភាសា C# ក៏អាចយើង add ចូលក្នុង library របស់យើងដើម្បីប្រើប្រាស់នៅ native នោះដើម្បីជំនួយដល់ការសរសេរកូដដោយយើងបន្ថែមទៅនឹងដែលយើងបន្ថែមលើកូដរបស់យើងឲ្យវាមានលក្ខណៈកាន់តែល្អប្រសើរជាងមុនទៅទៀតអញ្ចឹងវាអនុញ្ញាតឲ្យយើងextend បន្ថែមមកពី library ផ្សេងដែលងាយស្រួលក្នុងការ build នៅកម្មវិធីកាន់តែលឿនមិនចាំបាច់សរសេរបន្តច្រើនលើ application យើងហ្នឹងអរគុណច្រើនដូចជាអស់ហើយនៅក្នុងលក្ខណៈរបស់ Java នេះបើសិនជាមានចំណុចណាខ្វះខាតក៏ដូចជាមានចំណុចណានៅមិនទាន់ទៅថាត្រឹមត្រូវឬយ៉ាងម៉េចអាច comment ដល់ជាមតិយោបល់ដូចជាចោទជាសំណួរបានអរគុណច្រើន